3 ខែក្រោយការប្រយុទ្ធគ្នាបង្ហូរឈាមកម្ពុជានិងថៃបានព្រមព្រៀងស្ដារទំនាក់ទំនងការទូតឡើងវិញដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim នឹងធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាពដែលនឹងត្រូវចុះហត្ថលេខាក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាននាចុងខែតុលាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីជំហានឆ្ពោះទៅរកការស្ដារទំនាក់ទំនងនេះកើតឡើងបន្ទាប់ពីកិច្ចចរចា4ភាគីដ៏ស្វិតស្វាញនៅក្នុងទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី17ខែតុលារវាងកម្ពុជាថៃម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកលោកប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជាបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី18ខែតុលាថាកិច្ចព្រមព្រៀងសន្តិភាពដែលនឹងត្រូវចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃគ្របដណ្ដប់ការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនទាំងសងខាងការបោះសម្អាតមីនការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនការដោះស្រាយបញ្ហាខ្សែបន្ទាត់ព្រំដែនដោយសន្តិវិធីហើយក៏រួមបញ្ចូលការដោះលែងទាហានខ្មែរទាំង18នាក់ដោយមិនរងចាំរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាភួងកេតកែវបានចាត់ទុកថានេះគឺជាវឌ្ឍនភាពជាក់ស្ដែងក៏ប៉ុន្តែលោកថាប្រទេសថៃនឹងដោះលែងទាហានកម្ពុជានៅពេលដែលមានផែនការសកម្មភាពច្បាស់លាស់ដើម្បីអនុវត្តលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពតែប៉ុណ្ណោះការលើកឡើងរបស់លោកស៊ីហាសាគឺដូចគ្នាទៅនឹងក្រមយោធាថៃដែលថាគ្មានការដោះលែងទាហានខ្មែរភ្លាមនោះទេទោះយ៉ាងណារដ្ឋមន្ត្រីការបរទេសទាំងពីរបញ្ជាក់ថាគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃនឹងជួបប្រជុំគ្នានៅថ្ងៃទី20ដល់ថ្ងៃទី23ខែតុលាដើម្បីពិភាក្សាពីវិធានការលម្អិតដំណើរគ្នានោះក៏មានក្តីកង្វល់ពីការបាត់បង់ទឹកដីខ្មែរក្រោមកិច្ចព្រមព្រៀងសន្តិភាពនេះខណៈដែលកងទ័ពថៃបានឈូសឆាយដីចម្ការខ្មែរនៅភូមិព្រៃច័ន្ទក្នុងខេត្តបន្ទាយមានជ័យយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនៅថ្ងៃទី19ខែតុលាបានបញ្ជាក់ថាកម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឲ្យបាត់បង់ទឹកដីស្របច្បាប់របស់កម្ពុជាទេខ្ញុំរស់សុធាពី News Today NTTVសិក្សានៅសាកលវិទ្យាល័យឯកទេសនៅកម្ពុជា CUS មានឱកាសទៅសិក្សាបន្តជាមួយសាកលវិទ្យាល័យដៃគូបរទេសសាស្ត្រាចារ្យមានសមត្ថភាពខ្ពស់និងបទពិសោធន៍ជាច្រើនឆ្នាំមានសម្ភារៈសិក្សាទំនើបមានដៃគូក្នុងស្រុកនិងក្រៅស្រុកជាជាង500ក្រុមហ៊ុន